ការណាដែលព្រះសុគតនឹងប្រដិស្ថាននៅក្នុងលោកដែលលោកសម្ដែងមិញហ្នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើនដើម្បីសេចក្តីសុខដល់ជនច្រើនដើម្បីអនុគ្រោះដល់សត្វលោកដើម្បីសេចក្តីចម្រើនដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយហ្នឹងតែដូចម្ដេចដល់ពេលព្រះអង្គតាំងឡើងព្រះអង្គនាំមកអីនាំអីមកបងដានីនាំព្រះសិទ្ធំហើយប្រយោជន៍នេះគឺខ្ញុំគិតថាប្រយោជន៍ក្នុងបច្ចុប្បន្នមួយប្រយោជន៍ក្នុងបរលោកមួយនិងប្រយោជន៍ដល់ប្រសើរពុទ្ធគឺព្រះនិព្វានហើយសេចក្តីសុខនោះគឺស្ងប់ចិត្តនឹងឯងលោកគ្រូអញ្ចឹងបានចំណុចនេះបាទសាធុអញ្ចឹងកន្លែងហ្នឹងព្រះអង្គប្រដិស្ថានព្រះសុគតប្រដិស្ថានក្នុងលោកហ្នឹងប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ដល់ជនច្រើនដើម្បីសេចក្តីសុខដល់ជនច្រើនដើម្បីអនុគ្រោះដល់សត្វលោកដើម្បីសេចក្តីចម្រើនដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយអញ្ចឹងក៏ព្រះអង្គកើនឡើងមកក្នុងលោកហើយព្រះអង្គនាំនៅព្រះសទ្ធមនឹងមកជាមួយហើយហ្នឹងណានាំព្រះសទ្ធមមកហើយមិនព្រះសទ្ធមមកល្មមទេញាតិធម៌យើងព្រះអង្គទូមានទៅតាមកម្រិតហ្នឹងណាអ្នកដែលមានគ្រួសារអញ្ចឹងកិច្ចបដិបត្តិអីស្វាមីប្តីប្រពន្ធហ្នឹងមកចំណែកអញ្ចឹងទៅរហូតតាក់ទងនឹងសេចក្តីសុខក្នុងបច្ចុប្បន្ននៃបងលើកអញ្ចឹងសេចក្តីសុខក្នុងបរលោកនឹងអីបរមត្តហើយទៀតសេចក្តីសុខហ្នឹងគឺព្រះនិព្វានទៀតអញ្ចឹងព្រះអង្គនាំប្រយោជន៍រុញយើងទៅកាន់ព្រះនិព្វាននាំនៅវិបស្សនាវិជ្ជាយកមកដែលវិជ្ជាមួយហ្នឹងអាចនាំសត្វលោកហ្នឹងណាតាក់ទងនឹងចាក់ចេញពិភពហ្នឹងទៅកាន់ព្រះនិព្វានបានអញ្ចឹងព្រះអង្គនាំសត្វហ្នឹងណាដោយសារព្រះអង្គប្រដិស្ថានក្នុងលោកហ្នឹងហើយព្រះអង្គនាំនៅវិជ្ជាទាំងអស់ហ្នឹងមកនាំសត្វលោកហ្នឹងចេញចាកលោកនេះទៅកាន់ព្រះនិព្វានអញ្ចឹងបើព្រះសុគតអត់កើតឡើងក្នុងលោកញាតិធម៌យើងអត់ប្រដិស្ថាននៅក្នុងលោកទេសួរថាវិបស្សនានេះដូចជាការចម្រើនវិបស្សនាចម្រើនសតិប្បដ្ឋាន4នឹងមាននៅក្នុងលោកអត់តែលើពាក្យសតិប្បដ្ឋានក៏មិនមានហើយព្រះអង្គសម្ដែងសតិប្បដ្ឋាន4នឹងផ្លូវមូលតែមួយចេញចាកលោកនេះទៅកាន់ព្រះនិព្វានសួរមានអត់មានហ្នឹងអញ្ចឹងក៏អត់មានព្រះអង្គអត់មានអ្នកនាំផ្លូវទេញាតិធម៌យើងទៅកាន់ព្រះនិព្វានដល់ព្រះអង្គប្រដិស្ថានព្រះសុគតវិន័យព្រះសុគតនឹងប្រដិស្ថានអញ្ចឹងយើងមើលនាំសត្វលោកនឹងចេញទៅកាន់ព្រះនិព្វានបានហ្នឹងចំណុចមួយ